សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយើងបន្តភាគទី11របស់យើងទៀតតាមមនុស្សចុះស្អីរឿងរបស់យើងសូមអ្នកទាំងអស់គ្នាជួយចុច like comment subscribe និងដាក់សញ្ញារូបកណ្ដឹងឲ្យខ្ញុំផងណាយ៉ាវិញទេប្រសិនបើបងអូនណាដែលចង់ផេឬចង់ប៉ាកាហ្វេ admin A អាច scan តាក់ចូលអូនកូដនេះបានណាអញ្ចឹងក៏មកខាប់ពេលយូរចុះស្អីរឿងយើងតែម្ដងទៅអ្នកគ្រូគីចុងក៏បានដើរចេញពីមន្ទីរពេទ្យដោយអ្វីដែលអ៊ីនសូគាត់បានប្រតិកម្មនេះដើម្បីឲ្យនាងទៅជួបគ្រូពេទ្យបើកថ្នាំនាងក៏បានសម័យពីអ្វីដែលលោកគ្រូពេទ្យនិយាយផ្ដាំមកកាន់នាងថាវាមើលទៅជាអាការៈអស់កម្លាំងខ្លាំងមិនមែនប្រសើរអីនោះទេត្រូវប្រកាសថាអ្នកនាងមិនរំលងពេលបរិភោគអាហារណាមួយឡើយយ៉ាងវិញទៀតអ្នកនាងត្រូវតែសម្រាប់បានគ្រប់គ្រាន់ណាអ្នកគ្រូគីចុងចាប់ផ្ដើមមានអារម្មណ៍ថាមានភាពស្រងប់ស្ងាត់ខ្លាំងណាស់ប៉ុន្តែអ្នកគ្រូគីចុងនៅតែរឹងរូសដើម្បីទៅបង្រៀនសិស្សសតែមួយដងសិស្សតែនាងស្រឡាញ់ក្មេងៗតែចង់សួរថាក្មេងៗស្រឡាញ់នាងអត់គឺអត់ទេបង្រៀនបដាក្មេងៗឬមកបដាអ្នកគ្រូមានការខំចិត្តខ្លាំងណាស់គាត់ក៏បានហៅទៅកាន់ CEO ឆាប់បកគោវាមកកាន់ខ្ញុំ CEO បានឆ្លើយប្រាប់ទៅកាន់អ្នកគ្រូទាំងផាត់ផៃទាំងដៃគេកំពុងតែលាក់សភៅនៅក្រោមតុតែបកគោឲ្យគេកុំប្រកែកសោះនិយាយរួមមួយថ្នាក់នឹងមានតែកូនហ្នឹងឯងដែលមកកបញ្ហារហូតហ្មងទេដូចមិនមានតែកូននឹងទេដូចមានពី3នាក់ទៀតអ្នកគ្រូគីចុងក៏បានដើរសំដៅទៅរកគេរួចអ្នកគ្រូក៏បានយកសភៅចេញពីដៃរបស់ CEO ហើយគេមានការផាត់ផៃខ្លាំងណាស់ CEO បាននិយាយសម្ដីធំទៅកាន់អ្នកគ្រូគីចុងថាហេឆាប់លេងទៅតើអ្នកកំពុងតែធ្វើអីគេគ្រូគីចុងក៏បានបើកសភៅរបស់ CEO ហើយក៏បានពិនិត្យចំកន្លែងមួយដោយនៅក្នុងសភៅហ្នឹង CEO បាននិយាយពីអាក្រក់ៗទៅកាន់អ្នកគ្រូគីចុងជាច្រើនថាអ្នកគ្រូនៅអាក្រក់ក្រីនិងគួរឲ្យខ្ពើមហើយមុខរបស់នាងមើលទៅដោយវាត្រូវបានចម្បាញ់នៅក្នុងម៉ាស៊ីនអាំងនំវ៉ាវ៉ាអញ្ចឹងចំណែកឯសម្លេងរបស់នាងគឺអាក្រក់ស្ដាប់ខ្លាំងណាស់ទៅកាន់ក្នុងរូបហ្នឹងទៅគឺដូចនាងខ្លាំងណាស់អ្នកគ្រូគីចុងបន្ទាប់ពីអានការសរសេររបស់ CEO ហើយធ្វើឲ្យនាងកើតខឹងខ្លាំងណាស់ក៏បានដោតដង្ហើមធំនាងក៏បានសួរទៅកាន់គេតើនេះគឺជាអ្វី CEO បានឆ្លើយប្រាប់ទៅកាន់អ្នកគ្រូទាំងឆ្លើយទៅថាវាមិនមែនជារបស់ខ្ញុំទេក្មេងដែលមានពេកអាវពណ៌ស្វាយហ្នឹងក៏បាននិយាយបន្តតាមនឹងដែរវាមិនមែនជារបស់ខ្ញុំទេពេកមាត់ពេកជ្រីនឹងឯងអ្នកគ្រូគីចុងនៅតែសួរទៅកាន់ CEO នោះដដែលថាវាគឺជារបស់ឯងគេក៏បានសម្ដែងធ្វើជាត្រូវបានអ្នកគ្រូនោះវាយអញ្ចឹងនាងគឺបានវាយខ្ញុំម្ដងទៀតហើយអ្នកគ្រូឯងចង់ធ្វើការវាយខ្ញុំម្ដងទៀតហើយមែនទេបន្ទាប់មកគេធ្វើការស្រែកធ្វើដោយអ្នកគ្រូនឹងវាយគេខ្លាំងអញ្ចឹងហើយអាកូនដែលមានពេកអាវពណ៌ស្វាយនឹងធ្វើការសើចចំអកពួកក្មេងៗដែលនៅក្នុងថ្នាក់នឹងចាប់ផ្ដើមស្រែកបន្តទៅកាន់អ្នកគ្រូថាអ្នកគ្រូរបស់ពួកយើងចាប់ផ្ដើមវាយសិស្សរបស់នាងទៀតហើយអ្នកគ្រូរបស់យើងបន្ទាប់ពីលើកបែបនឹងធ្វើឲ្យនាងគាំងខ្លាំងណាស់នាងក៏បានចាប់ផ្ដើមហើយមើលជំវិញនឹងលោកសាតានេះបានចាប់អារម្មណ៍ថាមាននរណាម្នាក់បានដើរនៅក្បែរនឹងហើយទាំងនោះគឺជាអ្នកគ្រូវ័យចំណាស់ម្នាក់នឹងអ្វីដែលមិននឹកស្មានដល់គាត់មិនបានជួយអ្នកគ្រូយើងទេទោះបីជាជួយក៏មិនអាចធ្វើអ្វីបាននោះឡើយរួចគាត់ក៏បានដើរចាក់ចេញពីអ្នកគ្រូរបស់យើងអ្នកគ្រូគេចង់លើឃើញបែបនេះធ្វើឲ្យគាត់នឹងស្រឡាញ់កាន់ខ្លាំងណាស់យើងងាកមកកន្លែងញ៉ាំអាហារថៃត្រង់ប៉ុន្តែអ្នកគ្រូគេចង់យើងមិនបានទៅញ៉ាំជាមួយនឹងពួកគេនោះទេដោយនាងកំពុងតែដេកក្រាំនឹងតុទាំងអស់សង្ឃឹមហើយព្រាមនោះក៏មានអ្នកគ្រូស្រីម្នាក់មកហៅគាត់គេចង់តែអត់ញ៉ាំអាហារពេលថ្ងៃទេមែនអូអត់ទេដោយសារតែខ្ញុំមិនឃ្លាននោះទេតោះមកអ្នកគ្រូដែលមានសិស្សផកខ្មែរហ្នឹងក៏បានបាយយកបាយឡើងហើយក៏បានប្រាប់ទៅកាន់អ្នកគ្រូគីចុងទៅថាហាងគឺនៅទីនោះអ្នកគ្រូគីចុងក៏បានតបទៅវិញទៅថាខ្ញុំគឺមិនអីទេខ្ញុំនឹងផងដែរក៏មានមីសេងមួយបានមីសេងមកកាន់អ្នកគ្រូគីចុងហើយអ្នកគ្រូគីចុងបាននិយាយទៅថាគឺអ៊ីនសុបមែនទេក្នុងមីសេងនោះអ៊ីនសុបក៏បានសរសេរមកកាន់អ្នកគ្រូគីចុងថាការសង្កេតមិនបានរកឃើញភស្តុតាងណាមួយនៃការធ្វើបែបកុមារឡើយគ្រូមិនតបឃើញម៉ាប់នេះអ្នកគ្រូក៏មានការសប្បាយចិត្តខ្លាំងណាស់បន្ទាប់មកគាត់ក៏បានលើកទូរស័ព្ទដែលអ៊ីនសុបក៏បានតែមកកាន់នាងបន្ទាប់មកអ្នកគ្រូនាងក៏បានរត់ទៅនិយាយខាងក្រៅថ្នាក់សួស្ដីបាទអ្នកគ្រូគោវាគឺជាការប៉ັດមែនទេខ្ញុំនឹងរើគេសង្ស័យថាធ្វើបាបកុមារហើយមែនឬបាទដូចអ្វីដែលខ្ញុំបានផ្ញើសារប្រាប់តកាអ្នកនាងអីចឹងអបអរសាទរផងអ្នកនាងគ្រូគីចុងបន្ទាប់ពីលើដំណឹងល្អបែបនេះធ្វើឲ្យនាងរំជួលចិត្តខ្លាំងណាស់ស្ទើរតែស្រក់ទឹកភ្នែកទៅហើយអ្នកណាគេក៏សប្បាយចិត្តដែរនៅពេលដែលយើងបានលើដំណឹងថាយើងមិនបានធ្វើបាបក្មេងទាំងដែរអ្នកដទៃនោះមកចាប់ប្រកាន់យើងដោយគ្មានហេតុផលបែបនោះតមកនាងធ្វើការអរគុណទៅកាន់នាងសូវយ៉ាងច្រើនអរគុណលោកអរគុណខ្លាំងណាស់នឹងផងដែរកូនសិស្សស្រីម្នាក់បានដើរកាន់នៅក្បែរហ្នឹងក៏រៀនឆ្ងល់ទៅកាន់អ្នកគ្រូគីចុងផងដែរហើយនាងក៏បានធ្វើការអោនគោរពទៅកាន់អ្នកគ្រូគីចុងរបស់យើងតមកនាងក៏បានដើរចាក់ចែងគប់ជួនជាចៃដល់ឯងនៅពេលដែលអ្នកគ្រូគីចុងកំពុងតែនិយាយជាមួយនឹងអ៊ីនសុបគាត់ក៏បានលើកសំឡេងនៅក្នុងទូរស័ព្ទហ្នឹងផងដែរហាលើកនេះឯងត្រូវតែធ្វើឲ្យបានល្អណាស់មាត់ភ័ក្របន្ទាប់មកអ្នកគ្រូគីចុងធ្វើការសួរទៅកាន់អ៊ីនសុបតើលោកបាននៅខាងក្រៅមែនទេអូតើនេះបានលើកសំឡេងរំខានមែនខ្ញុំបាននៅខាងក្រៅដូច្នេះហើយខ្ញុំនឹងទូរស័ព្ទមកវិញនៅពេលក្រោយណាបន្ទាប់ពីការធ្វើការបិទទូរស័ព្ទរួចនាងមានជាការសប្បាយរីករាយជានិច្ចយើងងាកមកកន្លែងមួយដែលពោពេញទៅដោយមនុស្សជាច្រើនដែលស្ថិតនៅដែលគេហៅថាហាងកុំព្យូទ័រច្រើននៅទីនេះគឺគេពេញនិយមនៅឯកូរ៉េខ្លាំងណាស់យើងក៏បានឃើញស្រីពីរនាក់កំពុងតែនិយាយទៅកាន់នរណាម្នាក់អាចារ្យពីរនាក់ហ្នឹងធ្វើការសិក្សាគ្នាតើឯងបានឃើញគាត់អត់ហើយចាម្នាក់មួយទៀតដល់សក់ខ្លីហ្នឹងគាត់ក៏បាននិយាយថាគាត់គឺសង្ហាខ្លាំងណាស់អ្វីដែលពួកអាចារ្យហ្នឹងបាននិយាយគឺគាត់ចង់សម្ដៅទៅកាន់អ៊ីនសូរបស់យើងហ្នឹងឯងឃើញប្រុសបានទេពួកអាចារ្យនេះហើយយើងក៏មិនដឹងដែរថាសុភីបរិយរបស់យើងមកទីនេះគឺដើម្បីធ្វើអ្វីនោះឡើយហើយយើងក៏បានឃើញដែរថានៅក្នុងកុំព្យូទ័រនោះបានបង្ហាញថា
វាគឺជាក្រររបស់អាណាព្យាបាលស៊ូហ្គូហើយគាត់ធ្វើការហែកចូលទៅខាងក្នុងក្រុមនឹងដើម្បីសរសេរថាអ្នកគ្រូអង្គរនៅសាលាបឋមសិក្សាសេយិនធ្វើបាបកុមារនាងថែមទាំងមានប៉ូលីសនៅខាងនាងទៀតផងមានធ្វើការឆ្ងល់តកានាងសុខខ្លាំងណាស់មិនដឹងថាគាត់ជួយអ្នកគ្រូអង្គរឬក៏ធ្វើបាបអ្នកគ្រូអង្គរទេមើលទៅអាប៉ែនឹងធ្វើបាបអ្នកគ្រូអង្គរហើយបានធ្វើការជួយអ្នកគ្រូតាមក្រោយនៅពេលដែលគាត់បានធ្វើការសរសេរបែបនេះហើយគាត់ក៏បានសម្លឹងមើលហើយគាត់ក៏បានញញឹមនិយាយពីថាប្រូនឹងមកពីតែម្ដងណាយើងបែរមកមើលអ្នកគ្រូគីចុងដែលគាត់កំពុងតែសប្បាយចិត្តនឹងឯងមិនដឹងថាគេមានបំណងអាក្រក់មកកាន់យើងនោះឡើយបន្ទាប់មកនាងធ្វើការទេតកាន់គីសុងហើយនាងធ្វើការប្រាប់តកាន់គេថាខ្ញុំនៅហាងខូវ៉ានីលតើឯងបាននៅទីនោះបានញ៉ាំអ្វីខ្លះនៅអូគឺគ្មានបញ្ហាអ្វីទេអូមិនណៃទេគាត់បានដាក់ទូរស័ព្ទចុះហើយនៅពេលវេលានោះផងដែរលោកពូសង្កេតជិនយងយើងបានមករកគីចុងហើយគាត់ថែមទាំងធ្វើការហៅឈ្មោះតកាន់គីចុងដែលមិនដែរគីចុងនេះមានជាការភ្ញាក់អូអ្នកសង្កេតមែនពូជាយើងធ្វើការសុំការអនុញ្ញាតតកាន់អ្នកគ្រូគីចុងដើម្បីនិយាយគ្នាប៉ុន្តែជាអកុសលអីអ្នកគ្រូគីចុងធ្វើការបដិសេធតកាន់លោកពូសង្កេតយើងសុំទោសផងប៉ុន្តែខ្ញុំមានការរវល់តិចតួចឥឡូវនេះហ៎វាគឺចំណាយពេលរយៈពេលខ្លីតែប៉ុណ្ណោះតានាងគឺមិនចង់លឺអ្វីដែលខ្ញុំបាននិយាយទេមែនអ្នកគ្រូគីចុងបន្ទាប់ពីកាត់លុយឬក៏បានធ្វើការចាក់ចេញពីលោកពូសង្កេតយើងយ៉ាងលឿនដែលមិនបានអើពើនឹងគាត់នោះទេប៉ុន្តែគាត់បានហៅតកាន់នេះហេគីចុងខ្ញុំគិតថានេះបានភ្លេចអ្វីមួយហើយខ្ញុំធ្វើការនេះគឺសម្រាប់ប៉ូលីសណាដឹងទេឲ្យលើបែបនេះអ្នកគ្រូគីចុងធ្វើការផ្អាកហើយក៏បានធ្វើការចរចាជាមួយនឹងលោកពូជីញយ៉ងលោកពូជីញយ៉ងគាត់ក៏បាននិយាយតកាន់នាងវាគឺមិនណែទេវាគឺស្មុគស្មាញខ្លាំងណាស់ខ្ញុំកំពុងតែកុហកទេនៅពេលដែលខ្ញុំប្រាប់នាងថាអ៊ីនស៊ុបអូមកមេជាមេធាវីល្អអីនោះទេខ្ញុំបានសិក្សាស្រាវជ្រាវប្រវត្តិរបស់គាត់តាមពិតទៅគាត់ពូកែខ្លាំងណាស់គាត់ជ្រះគ្រប់សំណុំរឿងមានន័យថាគ្រប់ករណីតែម្ដងនាងបាននិយាយឡើងគួរឲ្យភ្ញាក់ផ្អើលមែនប៉ុន្តែគាត់ស្រាប់តែនិយាយនឹងហើយប៉ុន្តែលើកលែងតែពីសំណុំរឿងតែប៉ុណ្ណោះតែបណ្ដានាងបានមើលតកាន់គាត់ហើយនាងធ្វើការនិយាយនឹងហើយវាគឺមិនអីទេគាត់គ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះចាប៉ាត់មែនហើយអ្នកគ្រូគឺថាធម្មតាដូចដែរអ្នកគ្រូបាននិយាយមែនគឺថាស្រឡាញ់មនុស្សដោយមិនមានការញ៉ែដៃម្យ៉ាងវិញទៀតអ្នកគ្រូធ្វើការខ្វះការប្រុងប្រយ័ត្នខ្លាំងមែនទែនសម្បីតែប្អូនរបស់អ្នកគ្រូគឺចិត្តតឹងមួយទៀតហើយចានថាម៉ែរបស់យើងគាត់ឆ្លាតមែនប៉ុន្តែគាត់ឆ្លាតក្នុងន័យសម្រាប់មនុស្សតែលោកពូជីញយ៉ងគាត់ស្រាប់តែនិយាយទៅនេះគឺអញ្ចឹងមែនទេទោះបីអតិថិជនទាំងពីរនាក់នោះស្លាប់ដោយការបញ្ចប់ជីវិតខ្លួនឯងក៏ដោយអ្នកគ្រូគីចុងគាត់បានសួរបញ្ជាក់ទៅកាន់លោកពូជីញយ៉ងពួកគេបានស្លាប់ឬនាងមិនគិតទេថាវាចំណែកទេឬតើវាមានបញ្ហាប្រមាណអ្នកទៀតដែលមនុស្សទាំងពីរនាក់នោះស្លាប់ដោយបែបនោះអ្នកគ្រូគីចុងបន្ទាប់ពីលើបែបនេះធ្វើឲ្យនាងមិននឹកស្មានមិនដល់នាងបាននិយាយតែមិននឹកស្មានដល់មិនចង់ជឿទៅតើលោកកំពុងតែនិយាយអ្វីប្រសិនបើខ្ញុំប្រាប់តកាន់នាងទាំងនោះគឺអ៊ីនស៊ុបបានសម្រាប់ពួកគេទាំងពីរនោះហើយធ្វើការរៀបចំការស្លាប់របស់ពួកគេមើលទៅដូចជាការបញ្ចប់ជីវិតខ្លួនអញវិញជាធម្មតាខ្ញុំមិននិយាយបែបហ្នឹងនោះទេប៉ុន្តែខ្ញុំគឺបារម្ភពីសុខភាពរបស់នាងចាប់ផ្ដើមបែរទៅរកគាត់ហើយបានសួរទៅកាន់គាត់តើលោកនឹងមានផុសតាំងដែរទេតែនៅពេលដែលនេះហ៊ាននឹងបានបែរទៅរកគាត់ហើយប៉ុន្តែនាងអាចបានឃើញវត្តមានរបស់គាត់នោះទេនាងបានបែរចុះឡើងឯងជុំបានតែប៉នឹងទៅណាហើយនឹងតែហេតុផលមួយគាត់រវល់តែដេញចាប់ទៅកាន់មនុស្សស្រីម្នាក់ហើយគាត់ក៏បានធ្វើការចាប់នាងបានពូជីញយ៉ងគាត់ក៏បានព្យាយាមសួរទៅកាន់ម្នាក់ស្រីនឹងតើនាងទៅតែថតពួកយើងមែនទេអ្នកស្រីនឹងក៏បានស្រែកប្រែទៅកាន់លោកពូជីញយ៉ងឆាប់លេងខ្ញុំប្រាប់ហើយថាឲ្យលេងពេលវេលានឹងផងដែរយើងក៏បានឃើញអ្នកគ្រូគីចុងគាត់ក៏បានរត់តាមលោកពូជីញយ៉ងផងដែរហើយនាងមានការបើកភ្នែកធំពីព្រោះនាងមានការភ្ញាក់ផ្អើលហើយនាងក៏បាននិយាយឡើងតើនាងមកមេជាម្ដាយរបស់ស៊ូយុនទេមែនម្ដាយស៊ូយុនធ្វើការងារមើលទៅកាន់អ្នកគ្រូគីចុងនេះជីបរ៉ាដែលនាងបាននៅជាមួយកាលពីលើកមុនមែនទេខ្ញុំបានលើថានាងមានប៉ូលីសនៅខាងនាងហើយនោះជាមូលហេតុដែលសំណុំរឿងត្រូវបានមើលទៅវាជាការពិតទេលោកពូជីញយ៉ងគាត់ក៏បានសម្លឹងមើលទៅកាន់នេះហើយបាននិយាយឡើងអធិស្ឋានយើងធ្វើការងារមកមើលអ៊ីនស៊ូវិញដែលគាត់កំពុងតែហានសាច់ហើយគាត់ថែមទាំងដាក់ការចម្រៀងប្រហែលគាត់ស្ដាប់បាត់ស៊ីម៉ាហើយមើលទៅបរិសរបស់យើងឈាមត្រជាក់ខ្លាំងណាស់នោះហើយជាមូលហេតុដែលម្ដាយរបស់ស៊ូយើងគាត់ធ្វើការទៅកន្លែងហាងម៉ាតនោះដើម្បីធ្វើការថតទៅកាន់អ្នកទាំងពីរសំខាន់ត្រង់ទឹកមុខនឹងឆ្ងាញ់តែម្ដងធ្វើដូចគ្មានរឿងអីកើតឡើងអញ្ចឹងនៅពេលវេលានោះផងដែរនៅពេលដែលគាត់កំពុងតែហាងសាច់គាត់ក៏បានចាប់អារម្មណ៍ថាមាននរណាម្នាក់បានមីសេមកកាន់គាត់បន្ទាប់ពីគាត់ឃើញមីសេនឹងហើយគាត់ក៏បានធ្វើការញញឹមយ៉ាងពឹសពុលហើយសាច់រឿងរបស់យើងក៏បានបញ្ចប់តែត្រឹមនេះរងចាំនៅភាគក្រោយណាអ្នកទាំងអស់គ្នាបាយបាយ